ភ័ក្រទាំងអស់គ្នាខ្ញុំបាទបរិសុទ្ធជាស្ដេចខ្ញុំមានអាយុ5ปีខ្ញុំរៀននៅថ្នាក់ទី2ក៏មួយស្ដាប់បាយធានអន្តរជាតិសាខាទី23ប្រាសាទថ្ងៃនេះខ្ញុំរីករាយណាស់ដែលបានមកចូលនៅទីនេះនាពេលសាធារណៈតើអាហារមានប៉ុន្មានក្រុមមានអ្វីខ្លះចូលរៀបរាប់អំពីអត្ថប្រយោជន៍តាមក្រុមនីមួយមុននឹងឈានការបោះឆ្នោតខ្ញុំសូមលើកយកពាក្យគន្លឹះមួយជាមុនសិនទី1អាហារមានន័យថាគ្រឿងសម្រាប់បរិភោគជាបន្តទៅនេះខ្ញុំបាទសូមចូលដល់បកស្រាយនៅប្រធានបទទី1អាហារធម្មពលជាអាហារដូចជាអង្ករគុយទាវដំឡូងគ្រប់ប្រភេទត្រាវពោតនំប៉័ងដែលជួយឲ្យយើងមានកម្លាំងមូនទី2អាហារសាំងសង់មានដូចជាត្រីសុទ្ធសាច់គោសាច់ទាសាច់មុនលាក់អាហារទាំងនេះជួយឲ្យយើងមានលូតលាស់ធំធាត់ទី3អាហារការពារមានដូចជាត្រកួនបណ្ដាសាច់ត្រកួនត្រសក់ត្រឡាចឪឡឹកត្រាប់ប៉មចេកលាក់អាហារទាំងនេះជួយឲ្យយើងមានការពារពីផាត់ពីជំងឺអរគុណជម្រាបលាអ្នកគ្រូដែលបានស្ដាប់ខ្ញុំនាសាធារណៈសូមអរគុណ